មានមេដឹកនាំជាអិសរាជជននយោបាយពីររូបគឺលោកកឹមសុខានិងលោកសំរងស៊ីប្រើទិសស្លោកឬក៏ប្រើពាក្យស្លោកមួយគឺកឹមសុខានិងសំរងស៊ីជាមនុស្សតែមួយសំរងស៊ីកឹមសុខាជាមនុស្សតែមួយពាក្យនេះបានធ្វើឲ្យមហាជនខ្មែរកាលពីឆ្នាំ2017ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយក្រោមការដឹកនាំរបស់គណបកប្រជាជននោះបានងាកមកគ្រប់គ្រងណាបើយើងមើលតួលេខដែលចេញមកហ្នឹងវាពាក់កណ្ដាលប្រទេសប៉ុន្តែហ្នឹងគឺណាលោកសំរងស៊ីថាក្រោយពីគេបន្លំហើយទេអា55កៅអីហ្នឹងចឹងហើយអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនពេលនោះដឹងច្បាស់ណាស់ថាបើទុកឲ្យពីរនាក់នេះនៅតែចាប់ដៃគ្នាដើម្បីដឹកនាំចលនានយោបាយក្រោមស្លាកគណបកសង្គ្រោះជាតិទេគឺគណបកប្រជាជនគ្រោះថ្នាក់គណបកប្រជាជនគ្រោះថ្នាក់ដូច្នេះមធ្យោបាយដែលអាចធ្វើទៅបានគឺត្រូវធ្វើម៉េចបំបែកណាជាជំហានទី4ជំហានយុទ្ធសាស្ត្របំបែកដើម្បីគ្រប់គ្រងឬក៏ defeat នេះខ្ញុំបាននិយាយច្រើនដងហើយប៉ុន្តែរំលឹកថាទី1គឺទិញគម្រាមកំហែងដំបូងគម្រាមឲ្យទិញទី2ទិញមិនបានគម្រាមមិនខ្លាចចរចាមិនបានទេបំបែកបើថាបំបែកមិនបែកទេប្រហែលជាត្រូវសម្លាប់ហើយត្រូវបន្តិចអញ្ចឹងហើយនៅក្នុងដំណាក់កាលទី4កំពុងតែជាយុទ្ធសាស្ត្រមួយកំពុងតែអនុវត្តទៅលើចលនាប្រជាធិបតេយ្យឬក៏ចលនាប្រឆាំងហ្នឹងគឺឥឡូវនេះឃើញថាកំពុងគណៈបកសង្គ្រោះជាតិកំពុងស្ថិតនៅក្នុងដំណាក់កាលទី4នៃយុទ្ធសាស្ត្រ defeat របស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនជាលទ្ធផលយើងឃើញថាឥឡូវនេះលោកសំរងស៊ីបានផ្ដួចផ្ដើមបង្កើតរដ្ឋាភិបាលក្រៅប្រទេសហើយណាលោកកឹមសុខាមិនទាន់ត្រូវបានតុលាការលើកលែងឲ្យនៅក្រៅឃុំទេប៉ុន្តែខ្ញុំទទួលបានសញ្ញាណខ្លះពីអ្នកនៅខាងក្នុងប្រទេសហើយនឹងមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធជាមួយនឹងក្រុមលោកកឹមសុខានឹងបានលួចខ្សឹបប្រាប់ខ្ញុំថាលោកកឹមសុខានឹងអាចត្រូវបានលើកលែងទោសនឹងហើយអាចនៅក្រៅឃុំបានប៉ុន្តែស្ថិតនៅក្រោមការឃ្លាំមើលដោយលោកថៃសិដ្ឋាអញ្ចឹងណាមានកំហុសគេចាប់វិញអញ្ចឹងគេប្រឡែងដែរប៉ុន្តែប្រឡែងដោយមានចងខ្សែមិនឲ្យហើរទៅឆ្ងាយពេកទេព្រោះហេតុអីបានត្រូវប្រឡែងព្រោះយើងដឹងច្បាស់ណាស់ថានៅពេលដែលលោកសំរងស៊ីបង្កើតរដ្ឋាភិបាលក្រៅប្រទេសយើងឃើញហើយថាអត់មានសមាជិកភាពរបស់ក្រុមលោកកឹមសុខានៅក្នុងណាគណៈរដ្ឋមន្ត្រីថ្មីរបស់រដ្ឋាភិបាលក្រៅប្រទេសរបស់លោកសំរងស៊ីទេហើយយើងឃើញថាក្រុមមន្ត្រីជាន់ខ្ពស់របស់លោកកឹមសុខាហ្នឹងនៅក្រៅប្រទេសហ្នឹងក៏មិនតិចដែរណាក៏មិនតិចដែរណាមានប៉ាងួនទៀងមានសួនសូរីដាមានស្អីហ្នឹងហើយប៉ុន្តែគណៈថានៅក្នុងចំណោមគណៈរដ្ឋមន្ត្រីឬក៏មន្ត្រីជាន់ខ្ពស់ដែលគ្រប់គ្រងស្ថាប័ន7 8 9របស់រដ្ឋាភិបាលក្រៅប្រទេសលោកសំរងស៊ីនេះមានលោកកឹមសុខមួយដែរជាអតីតអ្នកគ្រប់គ្រងលោកកឹមសុខាប៉ុន្តែលោកកឹមសុខនេះនយោបាយរបស់គាត់ហ្នឹងគឺមិនសូវមានចំហទេដំបូងឡើយគឺចេញពីហ៊ុនស៊ិនប៉ិចមកចូលជាមួយនឹងក្រុមសំរងស៊ីអត់ចោះទៅចាប់ពលកឹមសុខាណាចាប់ពលកឹមសុខាប៉ុន្តែក្រោយមកទៅក៏ឥឡូវហ្នឹងមកចូលពលជាមួយនឹងលោកសំរងស៊ីហើយពលជាមួយលោកសំរងស៊ីហើយណាពលជាមួយលោកសំរងស៊ីអញ្ចឹងហើយយើងមិនដឹងទេយើងមិនដឹងថាបើប៉ុន្តែគណៈពិនិត្យជាទូទៅអានឹងខ្ញុំមិនធ្វើការវិតម្លៃលោកកឹមសុខទេបើគិតថាជាប្រវត្តិនយោបាយហ្នឹងគឺលោកកឹមសុខមិនមែនជាអ្នកដែលមានជំហរសំរងស៊ីនិយមតាំងពីដើមកំណើតមកទេណាកឹមសុខនេះគឺមកពីហ៊ុនស៊ិនប៉ិចមកបន្ទាប់មកកឹមសុខាមកគឺសំរងស៊ីប៉ុន្តែនយោបាយគឺលោតពីកន្លែងមួយទៅកន្លែងមួយអាហ្នឹងជារឿងធម្មតាប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺមន្ត្រីជាន់ខ្ពស់អិសរាជជននយោបាយរបស់លោកកឹមសុខាអត់មានសមាជិកភាពនៅក្នុងរដ្ឋាភិបាល23ដុល្លារទេអត់មានរដ្ឋាភិបាល23ដុល្លារទេដូច្នេះហើយអាហ្នឹងក៏ជាសំណួរមួយដែរថាតើក្រុមលោកសំរងស៊ីមិនហៅពួកហ្នឹងឲ្យចូលរួមឬក៏ពួកហ្នឹងបដិសេធអានេះជាសំណួរដែលយើងអត់ដឹងណាជាសំណួរដែលយើងអត់ដឹងក៏ប៉ុន្តែយើងគ្រាន់តែឃើញថាលទ្ធផលអត់មានក្រុមកឹមសុខានៅក្នុងរចនាសម្ព័ន្ធនៃការដឹកនាំរបស់រដ្ឋាភិបាល23ដុល្លារទេអាហ្នឹងក្រុម
ក្រមអិសរាជជនរបស់លោកកឹមសុខានៅក្រៅប្រទេសបើនៅក្នុងប្រទេសមកអានឹងយើងបាញ់និយាយរួមទាំងលោកកឹមសុខាហ៊ានតែប្រកាសគាំទ្ររដ្ឋាភិបាល$23របស់លោកសំរងស៊ីព្រឹបភ្លាមបំគុកលើអញ្ចឹងយើងទទួលស្គាល់ចឹងហើយខ្ញុំមើលទៅលោកកឹមសុខាប្រហែលជាដល់ដំណាក់កាលមួយដែលលែងមានជំរឿនហើយចង់មិនចង់គឺទោះបីផ្លូវការឬក៏មិនផ្លូវការគឺលោកកឹមសុខាត្រូវតែងាកចេញពីលោកសំរងស៊ីហើយណាឥឡូវនេះយើងឃើញសញ្ញាណមួយហើយតំណាងរាស្ត្រម្នាក់របស់លោកកឹមសុខាលោកសួនសូរីដាបាទគាត់នៅទីក្រុងមែលប៊នណាបានដឹកនាំមានតំណាងរាស្ត្រ2រូបបាទមានតំណាងរាស្ត្រ2រូបមានលោកសួនរីដាហើយនិងលោកទួនយុដាឬក៏ជាទេវាសតូចពេកណាតំណាងរាស្ត្រ2រូបនេះបានដឹកនាំណាសមាជិកាក្រុមការងារអនុប្រធានក្រុមការងារគណៈបក្សសង្គ្រោះជាតិប្រចាំខេត្តនេះប្រចាំខេត្តនោះប្រចាំសង្កាត់នេះហ្នឹងទៅសរុបគ្នាហ្នឹងគឺ75នាក់បូកនឹងខ្លួនឯង2នាក់ផង77ទៅធ្វើការចុះចូលជាមួយនឹងគណៈបកមួយដែលដឹកនាំដោយលោកញ៉ែមពញ្ញរិទ្ធជាសមាជិកសម្ព័ន្ធអ្នកប្រជាធិបតេយ្យណាចឹងហើយអានេះជាទោះបីជាមិនទាន់ឃើញលោកកឹមសុខាកម្រើកទេប៉ុន្តែគ្រាន់តែថាជំហាននេះជាជំហានមួយដែលត្រៀមដើម្បីរៀបចំរចនាសម្ព័ន្ធដឹកនាំដោយលោកកឹមសុខាក្រោយពីមានការលើកលែងទោសហើយលោកកឹមសុខាអាចទៅដឹកនាំសម្ព័ន្ធអ្នកប្រជាធិបតេយ្យហ្នឹងរួមទាំងគណៈបកភ្លើងទៀនរួមទាំងអីផងអាហ្នឹងក៏យើងចាំមើលទៅប៉ុន្តែមកដល់ពេលនេះខ្ញុំមើលទៅគឺពាក្យថាកឹមសុខាឬក៏ពាក្យថាសំរងស៊ីកឹមសុខាជាមនុស្សតែមួយហ្នឹងវាមកដល់ដំណាក់កាលចុងក្រោយហើយណាវាមកដល់ដំណាក់កាលចុងក្រោយហើយមិនចាំបាច់អ្នកខ្លះគេនៅចោទខ្ញុំថាអូសេងសេរីហ្នឹងគឺជាអ្នកបំបែកកឹមសុខាសំរងស៊ីឲ្យចេញពីគ្នាចោទចំអីប៉ុន្តែកុំភ្លេចថាអ្នកវិភាគអ្នកគ្មានកម្លាំងអីណាទៅបំបែកអ្នកនយោបាយទេគ្រាន់តែជាអ្នកតាមដានហើយហែកឲ្យឃើញថាវាស្ថានភាពរបស់កឹមសុខាក្រុមកឹមសុខានិងក្រុមសំរងស៊ីនេះមកដល់ដំណាក់កាលនេះហើយចឹងហើយវាបង្ហាញច្បាស់ណាស់ថាលោកសំរងស៊ីតស៊ូនៅក្រៅប្រទេសទៅលោកកឹមសុខាតស៊ូនៅក្នុងជាប់ដៃគេហៅជើងជាប់ចំណងនៅក្នុងប្រទេសទៅដើម្បីគៀងគោអ្នកគាំទ្រសង្គ្រោះជាតិនៅក្នុងស្រុកហ្នឹងឲ្យមកតស៊ូជាមួយខ្លួនណាអ្នកនៅក្នុងស្រុកចង់ត្រឡប់ចូលសាយវាននយោបាយដោយក្រុមសួនរីដាហើយនឹងសមាជិកា76 77អ្នកផ្សេងទៀតហ្នឹងចង់ធ្វើនយោបាយនៅក្នុងស្រុកចូលសាយវានប្រកួតកញ្ចងជើងក៏ដោយកញ្ចងដៃក៏ដោយឲ្យវាមានមុខនៅក្នុងសាយវានប្រកួតអាហ្នឹងគឺអ្នកដែលចង់ចូលរួមប្រកួតនយោបាយនៅក្នុងស្រុកហ្នឹងគឺប្រហែលជាត្រូវក្រុមលោកកឹមសុខាហ្នឹងអាចតាក់ទាញបានច្រើនណាស់ប៉ុន្តែបើសិនជាអ្នកតស៊ូពីខាងក្រៅស្រុកអាហ្នឹងគឺលោកសំរងស៊ីអាចទាញបានណាប៉ុន្តែมันប្រកាសដែរទេអនាគតបាទអនាគតទៅអាចថារួមគ្នាវិញអាហ្នឹងព្រោះដំណាក់កាលនេះជាដំណាក់កាលដែលនៅក្នុងដំណាក់កាលទី4នៃយុទ្ធសាស្ត្របំបែករបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនរួមមិនបានទេលោកកឹមសុខាប្រកាសគាំទ្ររដ្ឋាភិបាលក្រៅប្រទេសរបស់លោកសំរងស៊ីភ្លាមគុកហើយគុកថែមហ្មងអាហ្នឹងយ៉ាងហើយអ្នកក្នុងស្រុកអត់ទាន់មានឃើញនរណាប្រកាសគាំទ្រទេភាគច្រើន是អ្នកក្រៅស្រុកអញ្ចឹងស្ថានភាពបែបនេះយើងអត់បន្ទោសទេសម្រាប់ខ្ញុំអ្នកសាមដានខ្ញុំបន្ទោសអត់បន្ទោសមិនមែនđâuលោកកឹមសុខាក្បត់សំរងស៊ីឬក៏សំរងស៊ីក្បត់កឹមសុខាដំណាក់កាលនេះក្បត់ចោះសម្រាប់ខ្ញុំណាក្បត់ទៅជេរគ្នាតាម Facebook តាមអីទៀតក៏កាន់តែល្អ deal គ្នាអញ្ចឹងទៅធ្វើឆ្លោះគ្នាអញ្ចឹងទៅណាប៉ុន្តែខ្ញុំជឿថាមនសិការនៃអ្នកដែលតស៊ូលើសាយវានប្រជាធិបតេយ្យបើថានៅតែកម្រើកដៃជើងបានគង់តែថ្ងៃណាមួយវារគ្នាទេទោះបីគេវាយទ្រោមក៏ដោយ
ជាពិសេសហ្នឹងគឺអ្នកដែលមានមនសិការស្រឡាញ់ការផ្លាស់ប្ដូរចង់ឲ្យមានការផ្លាស់ប្ដូរស្អប់អំពើពុករលួយស្ដាប់អំពើអយុត្តិធម៌នេះទោះបីនៅក្នុងគណៈបព្វជិជនក៏ដោយមិនសមាជិកសមាជិកាគណៈបព្វជិជនទាំងអស់សត្វតែក្រក់ទាំងអស់ទេណារងគ្រោះដូចតែគ្នាទេប៉ុន្តែគិតថាជាយាមរស់អញ្ចឹងទៅរកស៊ីអីចឹងទៅនយោបាយបានផលប្រយោជន៍អញ្ចឹងទៅណាព្រោះនៅក្នុងទ្រឹស្ដីសកលយើងឃើញហើយថាជនផ្ដាច់ការទាំងឡាយនៅក្នុងពិភពលោកនេះគឺរស់បានដោយសារតែគ្រប់គ្រងគ្នាខាងផ្នែកសេដ្ឋកិច្ចប្រព័ន្ធសេដ្ឋកិច្ចឬក៏សេដ្ឋកិច្ចរបស់បកសេដ្ឋកិច្ចរបស់ក្រមដួលពេលណាពួកក្រមនេះគឺបែកគ្នាភ្លាមពេលហ្នឹងមិនមែនជាការរាប់អានស្មោះត្រង់អីទេណាដូចគ្នាដែរអ្នកប្រជាធិបតេយ្យក៏តែមានភាពឆ្លាតវៃអញ្ចឹងទៅណាគួរតែមានភាពឆ្លាតវៃអញ្ចឹងទៅត្រូវឆ្លោះក៏ឆ្លោះគ្នាទៅត្រូវគ្នាក៏ត្រូវទៅណាប៉ុន្តែធ្វើម៉េចជួយគ្រប់គ្រងពួកអ្នកនយោបាយក្រមបកបជាជាពិសេសពួកអ្នកនយោបាយអត់វិន័យពួកចោះចាយគ្រប់គ្រងពួកហ្នឹងកុំឲ្យមាត់ប្រពេកប្រប៉ោចពេកវាឲ្យធ្វើឲ្យខូចគោលនយោបាយខ្លះអាហ្នឹងក៏ល្អដែរណាប៉ុន្តែគ្រប់គ្រងពួកហ្នឹងបានទេដល់ហើយណាអាហ្នឹងគឺអាចធ្វើឲ្យខូចនយោបាយធំហើយអញ្ចឹងហើយស្ថានភាពរបស់គណៈបកសង្គ្រោះជាតិខ្ញុំអត់និយាយពីស្ថានភាពនៃនយោបាយរបស់លោកសំរងស៊ីណាខ្ញុំនិយាយពីស្ថានភាពរបស់គណៈបកសង្គ្រោះជាតិគឺមកដល់ដំណាក់កាលមួយដែលមេដឹកនាំទាំងពីរនេះមកដល់ពេលវេលាមួយចុងក្រោយនៃពាក្យថាសំរងស៊ីកឹមសុខាជាមនុស្សតែមួយហើយការបោះជំហានរបស់តំណាងរាស្ត្រសួនរីដាដែលជាមនុស្សស្និទ្ធរបស់លោកកឹមសុខានៅក្នុងការនាំសមាជិកសមាជិកាសំខាន់77រូបទៅចូលជាមួយលោកចាមពុញរិទ្ធដែលជាសមាជិកដែលជាមនុស្សសំខាន់របស់លោកកឹមសុខាដែរណាក៏ឃើញថានេះជាការបោះជំហានមួយដែលអាចមានការអនុញ្ញាតពីលោកកឹមសុខាខ្ញុំមិនជឿថាសួនសូរីដាហ៊ានប្រមូលមនុស្សបាន77នាក់ទេហើយទោះបីជាសួនសូរីដាចង់ទៅខ្លួនឯងក៏77នាក់ហ្នឹងមិនទៅដែរសួនសូរីដាគ្មានឥទ្ធិពលអីទេណាជាតំណាងរាស្ត្រនៅខេត្តកំពង់ស្ពឺអ្នកខ្លះគេប្រអាប់គាត់ថាជាតំណាងរាស្ត្រស៊ីគេខ្មោចណាប៉ែនសវណ្ណប៉ុន្តែហ្នឹងជាភាសាមួយបកទោសប្រអាប់គាត់ប៉ុន្តែទោះបីយ៉ាងណាក៏ដោយជាលក្ខណៈនយោបាយខ្ញុំមើលទៅលោកគ្រូស៊ុនសូរីដានេះគ្មានឥទ្ធិពលនៅក្នុងការគៀងគរមន្ត្រីសំខាន់77រូបនេះចូលទៅជាមួយនឹងលោកចាមពុញរទេបើសិនជាគ្មានការបើកភ្លើងខៀវពីលោកកឹមសុខាកុំភ្លេចថាលោកកឹមសុខាជាប់គុកមែនណាប៉ុន្តែត្រាគុជរបស់គណៈបកសង្គ្រោះជាតិនៅលើកឹមសុខានៅឡើយទេណាចឹងហើយប្រហែលជាលោកកឹមសុខាត្រូវសម្រេចចិត្តកវែងត្រានឹងចោលហើយទៅដឹកនាំគណៈបកថ្មីឬក៏សម្ព័ន្ធគណៈបកថ្មីនៅក្នុងការប្រកួតប្រជែងដោយឈរនៅក្នុងទីតាំងក្នុងប្រទេសខណៈដែលលោកសំរងស៊ីសម្រាប់ចិត្តបង្កើតរដ្ឋាភិបាលក្រៅប្រទេសនៅក្នុងការតស៊ូនយោបាយតាមមធ្យោបាយអ្នកនៅក្រៅប្រទេសធ្វើកិច្ចការងារទូតជាមួយនឹងបណ្ដាអង្គការអន្តរជាតិរដ្ឋាភិបាលក្រៅប្រទេសចឹងទៅប៉ុន្តែគណៈថាអនាគតទៅចាប់ដៃគ្នាមិនចាប់ដៃគ្នាអានឹងខ្ញុំអត់ដឹងទេខ្ញុំមិនជឿប៉ុន្តែខ្ញុំសម្រាប់ខ្ញុំជឿលើអ្នកនយោបាយជាតបតៃណាចេះឆ្លោះចេះត្រូវចេះលេងលបែងកុម្មុយនីសខ្លះណាបងប្អូនមេមិនមែនបងប្អូនទេមេហ្នឹងគឺអាចរៀនលេងលបែងកុម្មុយនីសមេរៀនមួយដែលវៀតណាមត្បូងវៀតណាមកជើងបរៀននៅក្នុងប្រវត្តិសាស្ត្រពិភពលោកចេះឆ្លោះចង់បញ្ចប់អាមេរិកសូម្បីតែអាមេរិកក៏ប្រកាសចាញ់ដែរចាញ់សង្គ្រាមវៀតណាមដែរអត់មានទេក្នុងពិភពលោកចឹងបាទអាមេរិកឥឡូវហ្នឹងឃើញត្រូវគ្នាមួយអាមេរិកបើគាត់ថាពុននឹងយកដូចធម្មតាប៉ុន្តែជាអ្វីដែលជាការសន្និដ្ឋានអំពីបច្ចុប្បន្នភាព
ជាការឆ្លុះបញ្ចាំងអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងលោកកឹមសុខានៅសំរងស៊ីសេណារីយ៉ូបន្តទៅទៀតខ្ញុំមើលទៅគឺលោកកឹមសុខាអាចណាទៅដឹកនាំសម្ព័ន្ធគណៈបកប្រមាណ 4-5 ហ្នឹងណាព្រោះទ្របនយោបាយលោកកឹមសុខាគឺនៅមានច្រើនដែរបាទនៅមានច្រើនដែរនៅមានអ្នកគ្រប់គ្រងច្រើនប៉ុន្តែគិតថាអ្វីដែលសំខាន់ហ្នឹងគឺបើសិនជាច្រកហ្នឹងវាទៅតាមច្រកហ្នឹងមែនក៏វាឆ្លុះបញ្ចាំងអំពីភាពជោគជ័យនៃយុទ្ធសាស្ត្របំបែកដើម្បីគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនដែរយុទ្ធសាស្ត្រ defeat ណាបានជោគជ័យហើយជាការឆ្លុះបញ្ចាំងហើយប៉ុន្តែជោគជ័យនៃការបំបែកគណៈបក្សសង្គ្រោះជាតិប៉ុណ្ណឹងហើយមិនមែនមានន័យថាអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនអស់ចិត្តទេណាចុងក្រោយបំផុតដែលគាត់ប៉ងចុងក្រោយមែនតើហ្នឹងគឺការសម្លាប់ជីវិតនយោបាយរបស់លោកសំរងស៊ីខ្ញុំនិយាយជីវិតនយោបាយខ្ញុំអត់និយាយអាយុជីវិតទេប៉ុន្តែបើយើងយោងទៅតាមការគប់គ្រាប់បាយកាលពី6-7កក្កដាអីហ្នឹងអាហ្នឹងរឿងផ្សេងមួយទៀតប៉ុន្តែជីវិតនយោបាយលោកសំរងស៊ីគឺជាគោលដៅបន្តមួយនៃការអនុវត្តយុទ្ធសាស្ត្រ defeat របស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហើយយុទ្ធសាស្ត្រ defeat នេះណានឹងបន្តមកឲ្យដល់លោកហ៊ុនម៉ាណែតទៀតព្រោះយុទ្ធសាស្ត្រមួយនេះជាយុទ្ធសាស្ត្រដែលប្រើជោគជ័យតាំងពីក្រោយការបោះឆ្នោតឆ្នាំ1993មកអ្នកនយោបាយណាក៏ដោយនេះជាសរុបណាបងប្អូនជាសរុបអ្នកនយោបាយណាក៏ដោយអ្នកនយោបាយមកពីគណៈបកណាក៏ដោយអ្នកនយោបាយចំនួនចាស់ចំនួនថ្មី generation X generation Y generation Z ណាក្រុមអ្នកនយោបាយណាក៏ដោយបើសិនជាក្នុងករណីអាចបំបែកយុទ្ធសាស្ត្រ defeat របស់អតីតនាយករដ្ឋមន្ត្រីបានណាជោគជ័យអ្នកដែលបំបែកយុទ្ធសាស្ត្រនេះបានគឺជាអ្នកដែលជោគជ័យហើយយុទ្ធសាស្ត្រ 4-5 ជំហានដែលខ្ញុំនិយាយនេះសម្លុតលោកកឹមសុខាធ្លាប់ប្រើប្រាស់យុទ្ធសាស្ត្រព្យាយាមបំបែកយុទ្ធសាស្ត្រ defeat របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនណាមានចាំទេបងប្អូនសម្លុតមិនខ្លាចណាស្អីមានស្អីខ្ញុំចង់ភ្លេចពីស្លោករបស់គាត់សម្លុតមិនខ្លាចទិញមិនលក់សម្លុតមិនខ្លាចអាហ្នឹងគឺជាវិធីមួយដែលលោកកឹមសុខាព្យាយាមនៅក្នុងការបំបែកយុទ្ធសាស្ត្រហ្នឹងឯងគាត់ក៏លោកកឹមសុខាក៏ជាអ្នកនយោបាយម្នាក់ព្យាយាមបំបែកយុទ្ធសាស្ត្ររបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនដែរណាប៉ុន្តែវាអត់បែកហើយយុទ្ធសាស្ត្រដែលព្យាយាមបំបែកយុទ្ធសាស្ត្រ defeat របស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនបើសិនជាក្នុងករណីបំបែកអត់បានគឺបែកខ្លួនឯង 100% ហើយស្រួលកាអាចស្លាប់ខ្លួនទៀតចឹងហើយអ្នកនយោបាយចំនួនថ្មីណាក៏ដោយណាក្នុងករណីចង់បំបែកយុទ្ធសាស្ត្រ defeat បន្ទាប់មកទៀតខ្ញុំមិនដឹងថាយុទ្ធសាស្ត្រ defeat ឬយុទ្ធសាស្ត្របំបែកដើម្បីគ្រប់គ្រងពេលលោកហ៊ុនម៉ាណែតយកមកអនុវត្តមានប្រសិទ្ធភាពដូចអតីតពុករបស់ខ្លួនដោយឪពុករបស់ខ្លួនប៉ុណ្ណាយើងអត់ដឹងទេយើងមិនទាន់ធ្វើការវិនិច្ឆ័យបានទេប៉ុន្តែដរាបណាអតីតនាយករដ្ឋមន្ត្រីហ៊ុនសែននៅមានជីវិតយុទ្ធសាស្ត្រនេះគឺដល់កម្រិតកំពូលមកជាអ្នកអនុវត្តយុទ្ធសាស្ត្រកំពូលបំបែកខ្ទេចទាំងអស់ប៉ុន្តែចាំមើលមកដល់កូនតើតើកូនប្រើប្រាស់យុទ្ធសាស្ត្រ defeat នឹងមានប្រសិទ្ធភាពដូចអត់ចឹងហើយអ្នកនយោបាយប្រឆាំងឬក៏អ្នកនយោបាយដែលចង់ទៅប្រកួតជាមួយនឹងគណៈបព្វជិជនណាត្រូវមើលដែរណាជួនកាលឪពុកអនុវត្តយុទ្ធសាស្ត្រខ្លាំងប៉ុន្តែមកដល់កូនអនុវត្តអត់កើតអាហ្នឹងជាឱកាសដែរជាឱកាសរបស់អ្នកនយោបាយផ្សេងនៅក្នុងការបំបែកយុទ្ធសាស្ត្រហ្នឹងដែរអានេះខ្ញុំនិយាយជាសេណារីយ៉ូទេប៉ុន្តែត្រូវប្រយ័ត្នខ្លួនឯងដែរបើបំបែកយុទ្ធសាស្ត្រ defeat អត់បែកទេបែកខ្លួនឯង 100% ហើយសមនឹងមួយរយៈចុងក្រោយនេះអ្នកនយោបាយប្រជាធិបតេយ្យហ្នឹងមិនសូវជាចេះអោបកសោផងគ្រាន់តែហ៊ុនសែនបោះដាវមកហ្នឹងរើសចាក់គ្នាពេញហ្នឹងទាំងអស់អាហ្នឹងហើយ
ប៉ុន្តែគ្រាន់តែចាំមើលបើចាំមើលស្ថានភាពនយោបាយបែបណាខ្ញុំក៏ព្យាយាមតាមដានដែរខ្ញុំក៏ព្យាយាមតាមដានដែរក្នុងនាមជាអ្នករងគ្រោះដោយសារយុទ្ធសាស្ត្រ defeat ម្នាក់ដែរខ្ញុំមិនព្យាយាមអธิบายអីច្រើនទេប៉ុន្តែថាខ្ញុំនឹងព្យាយាមធ្វើសកម្មភាពព្យាយាមពន្យល់ព្យាយាមហែកឲ្យឃើញថាការអនុវត្តយុទ្ធសាស្ត្រនេះវាយ៉ាងម៉េចការអនុវត្តយុទ្ធសាស្ត្រយ៉ាងម៉េចជឿមិនជឿជាសិទ្ធិរបស់បងប្អូនហើយមុននឹងជឿហ្នឹងសូមឲ្យមានការពិចារណាថាតើសេងសេរីនិយាយទៅហ្នឹងវាមានហេតុមានផលអត់ឬក៏គ្រាន់តែទៅនិយាយហ្នឹងចោទគេទេបើសិនជាគិតថាសេងសេរីនិយាយទៅហ្នឹងជាការចោទប្រកាន់លៀបពណ៌ទេក៏វែងចោលទៅប៉ុន្តែបើសិនថាខ្ញុំនឹងនិយាយទៅវាមានហេតុមានផលស្ដាប់ទៅពិចារណាទៅណាពួកខ្ញុំនៅនិយាយបានបងប្អូនដោយសារឯនៅទីតាំងសុវត្ថិភាពដែលអាចនិយាយរឿងរ៉ាវអស់ហ្នឹងបានណាបើខ្ញុំនៅក្នុងស្រុកនេះនិយាយតែប៉ុណ្ណេះហ្នឹងគឺគុកឲ្យតាំងពីនិយាយបាន 2-3 នាទីមិនបាច់ដល់ចាំដល់1ម៉ោងជាងទៀតទេនេះចាកាលពីខ្ញុំនៅស្រុកថៃហ្នឹងចារកម្មរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងដល់បន្ទប់ខ្ញុំនៅខ្លួនអាផាតមិនខ្ញុំនៅដោយសារតែមាត់ហ្នឹងក្រោយមកទៅក៏ណាខ្ញុំមានតំណែងតំណងជាមួយគាត់ដោយសារតែហេតុផលផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុន្តែខ្ញុំមិននិយាយត្រឡប់ក្រោយទេមហាជនកាត់ទោសកាត់សេចក្តីខ្ញុំរួចអស់ហើយជាជនលក់ក្បាលបណ្ឌិតថោកទាបអីអស់ហើយអាហ្នឹងគឺខ្ញុំទទួលយកមិនបញ្ហាទេប៉ុន្តែគ្រាន់តែថាមនសិការខ្ញុំអត់មានអ្នកណាទិញខ្ញុំបានទេបើសិនជាខ្ញុំចង់បានកិត្តិយសចង់បានតួនាទីចង់បានឋានៈណាខ្ញុំទៅធ្វើរដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីមុនសូណារ៉ូមុនព្រៀបកុលទៅទៀតហើយបើសិនជាខ្ញុំជាអ្នកលក់មនសិការលក់ក្បាលពិតប្រាកដណាហើយបើខ្ញុំចូលទៅគណៈបព្វជិជនណារឿងរ៉ាវរបស់គណៈបព្វប្រឆាំងខ្ញុំដឹងច្រើនជាងគេខ្ញុំកុំតិចគណៈបព្វប្រឆាំងចោលដោយប្រើតែមាត់ខ្ញុំឯងប៉ុន្តែខ្ញុំធ្វើអត់បានទេខ្ញុំគោរពទៅលើវីរភាពអ្នកតស៊ូដើម្បីឲ្យមានការផ្លាស់ប្ដូរខ្ញុំមិនអាចធ្វើរឿងនឹងបានទេទោះបីលទ្ធផលខ្ញុំត្រូវបានគេចោទថាជាជនលក់ក្បាលជាបណ្ឌិតថោកទាបអីក៏ដោយខ្ញុំទទួលយកប៉ុន្តែយ៉ាងហោចណាស់ព័ត៌មានដែលខ្ញុំមានព័ត៌មានគណៈបព្វប្រឆាំងមានដែលខ្ញុំមាននៅក្នុងដៃអត់បែកទៅណាទេអត់បែកទៅណាទេចឹងហើយជាសរុបចុងក្រោយបាទថ្ងៃនេះរៀងលើសម៉ោងបាទដល់1ម៉ោង28នាទីប៉ុន្តែសង្ឃឹមថាបងប្អូនអាចទទួលយកបានហើយជាថ្ងៃអាទិត្យផងអ្នកខ្លះធ្វើដំណើរត្រឡប់ពីស្រុកកំណើតពីដើរកំសាន្តមកវិញអីបើស្ដាប់តាមឡានអញ្ចឹងទៅហើយបើអ្នកណាមិនហ៊ានចូលស្ដាប់ពេល live ទេណាចូលក្នុង Facebook ខ្ញុំមានហើយខ្ញុំ live នៅក្នុង Facebook ដែរបើតែឈ្មោះខ្ញុំទៅឃើញហើយមានបងប្អូនអ្នក MMO ខ្លះដែលយកបទអត្ថាធិប្បាយរបស់ខ្ញុំយកទៅផ្សាយបន្ត copy ចេញពី page ខ្ញុំទៅ download ចេញទៅហើយយកទៅផ្សាយបន្តផ្សាយចុះអត់បញ្ហាទេខ្ញុំលើកទឹកចិត្តណាខ្ញុំលើកទឹកចិត្តប៉ុន្តែកុំទៅសេចំណងជើងហួសហេតុពេកតែធ្វើឲ្យមានការយល់ច្រឡំណាព្រោះអាណិតអ្នកស្ដាប់ផងបងប្អូន MMO អ្នកខ្លះគាត់មិនមានចំណេះដឹងអីទេគាត់ស្ដាប់ទៅគឺដោយចំណងជើងខ្លះគឺសំសេងសេរីត្រៀមកំចាត់ហ៊ុនមិនអាចឃើញទៅសរសេរអញ្ចឹងសរសេរចំណងជើងអញ្ចឹងដើម្បីទាញការចាប់អារម្មណ៍ឲ្យគេចូលទៅមើលអាคลิปហ្នឹងប៉ុន្តែតាមពិតអត្ថន័យផ្សេងណានោះអញ្ចឹងហើយបើសិនជាអាចបាទសូមចិត្តហើយបើសិនជាជ្រុលដល់ក្នុងដំណាក់កាលមួយដែលវាអាចគ្រប់គ្រងអត់បានទេខ្ញុំនឹងធ្វើ report ហើយខ្ញុំនឹងធ្វើ report ទៅ YouTube ទៅ Facebook ហើយព្រោះ
រឿង report ពីម្ចាស់ដើមនេះអាហ្នឹងគឺក្រុមហ៊ុន YouTube ក្រុមហ៊ុន Facebook គេធ្វើហើយព្រោះអត់អាចកុហកបានអានេះមុខខ្ញុំបើថាយកវីដេអូពីចិនវាយកមកទៅហើយ report អាហ្នឹងអាចឆ្លោះគ្នាប៉ុន្តែបើថាមុខខ្ញុំម្ចាស់ដើមទៅ report ហើយគឺតោះខ្ញុំធ្លាប់សិក្សាអំពីរឿង MMO នឹងខ្លះដែរខ្ញុំយល់ដឹងខ្លះដែរប៉ុន្តែខ្ញុំលើកទឹកចិត្តថាជួយទៅផ្សាយបន្តប៉ុន្តែចំណងជើងដាក់មកតាក់ទាញល្មមបាទតាក់ទាញល្មមបាទជាចុងក្រោយបាទអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូនជាប្រចាំបាទសូមរំលឹកម្ដងហើយម្ដងទៀតថារៀងរាល់ម៉ោង3ទោះបីជាខ្ញុំធ្វើការហត់នឿយបណ្ណាក៏ដោយខ្ញុំរវល់បណ្ណាក៏ដោយដើម្បីបំពន់បំរើមនសិការខ្លួនឯងមួយសប្តាហ៍ម្ដងខ្ញុំមិនបញ្ហាទេណាខ្ញុំមិនបញ្ហាទេខ្ញុំនៅតែឆ្លៀតនៅក្នុងការចែករំលែកដើម្បីឲ្យបងប្អូនធ្វើការពិចារណាកុំជឿខ្ញុំ 100% តិចទៅជឿខ្ញុំ 100% ទៅពិចារណាដោយចូលលើហេតុផលស្ដាប់ទៅវាមានហេតុផលអត់បើអត់មានហេតុផលក៏វិញចោលទៅណាហើយបើក៏វែងចោលមកអស់ចិត្តទេជេរនៅក្នុង page ហ្នឹងទៅអត់អីទេកុំឲ្យបើនៅក្នុង page ផ្ទាល់ខ្លួននេះខ្ញុំ Facebook ផ្ទាល់ខ្លួននេះខ្ញុំ delete friend ចោលអស់ហើយខ្ញុំទុកតែ friend ពិតប្រាកដទេខ្ញុំទុកតែមិត្តភាពដែលពិតប្រាកដទេមិត្តភាពមិនពិតប្រាកដខ្ញុំ delete ចោលអស់អញ្ចឹងនៅក្នុង page នេះបងប្អូនជេរបាទជេរទៅអត់អីទេជេរវាឆ្ងាញ់ជេរទៅវាវាធូរអារម្មណ៍ដែរប៉ុន្តែឃើញមាន MMO ដៃថ្មីឬក៏ MMO ខ្លះដែលទឹមបង្កើតទិញ account ខ្មោចពីណាមកបានហ្នឹងគឺមកជេរហ្នឹងគឺមិនសូវមានរូបមានអីទេជេរដែរអាហ្នឹងខ្ញុំមិនចាប់អារម្មណ៍ទេប៉ុន្តែខ្ញុំក៏ឆ្លើយតបនឹង comment ខ្លះដែរបងប្អូនណាដែលជាមនុស្សពិតប្រាកដហ្នឹងមិនមែនជាខ្មោច Facebook ណាខ្ញុំឆ្លើយដោយការគោរពឆ្លើយដោយការគោរពទៅលើគំនិតមានគំនិតយោបល់មិនបញ្ហាទេយើងមានគំនិតផ្ទុយគ្នាបានបងប្អូនអ្នកប្រឆាំងក៏ដោយអ្នកស្របក៏ដោយពលរដ្ឋសាមញ្ញក៏ដោយមានគំនិតផ្ទុយគ្នាបានជាសិទ្ធិសេរីភាពនៅក្នុងសង្គមប្រជាធិបតេយ្យណាយើងប្រកួតប្រជែងគំនិតគ្នាគំនិតណាល្អយកមកប្រើគំនិតណាមិនល្អក៏ចោលបាទអញ្ចឹងអរគុណណាស់អរគុណច្រើនសូមជម្រាបលាប៉ុណ្ណឹងបាទសូម